នឹងហើយបងប្អូនថ្ងៃនេះខ្ញុំបង្ហាញអំពីសំណាញ់ចរដែលមានកន្លាទូចបងប្អូនអានេះប្រភេទកន្លា2ហ៊ុនបងប្អូនណាប្រភេទកន្លា2ហ៊ុនហ្នឹងយើងប្រើយើងសម្រាប់ប្រើក្រាលបាតធុងមន់បងប្អូនក្រាលបាតធុងមន់ដាក់កូនមន់ដាក់មន់ស្ទៀវមន់ចំតើមន់ធំបងប្អូនហើយមួយទៀតយើងអាចយកធ្វើធុងត្រីក៏បានធុងកាធាយក៏បានធុងមកកងក៏បានហើយធុងកែបក៏បានបងប្អូននេះប្រភេទកន្លាញឹកកន្លាទូចបងប្អូនណាហើយប្រភេទជ័រធន់ស្វិតយើងអាចប្រើក្នុងម្លប់បានរហូតដល់ប្រហែលជា10ឆ្នាំបងប្អូនណាអាយុកាលវាបានវែងប្រភេទធន់ស្វិតជាប់បានយូរអញ្ចឹងបងប្អូនប្រើប្រភេទជ័រផ្សេងដែលអត់សូវមានគុណភាពបងប្អូនអាចងាកមកប្រើប្រភេទជ័រខ្មៅនេះម្ដងបងប្អូនណាប្រភេទធន់ស្វិតជាប់បានយូរអញ្ចឹងបងប្អូនខាងកសិកម្មដែលមាននងចង់ត្រូវការជាវសំណាញ់ជ័រយើងខ្ញុំបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ3ខ្សែខាងលើឬក៏ឆាតចូលពេកក៏បានបងប្អូនណាចឹងហើយចុងក្រោយនេះសូមអរគុណបាទសូមអរគុណសូមជម្រាបលា